មានអ្វីក្រៅពីការសំដែងនេះទេពួកខ្ញុំជាសិល្បករមានពីខាងជាតួលោកខោស័ក្តិដូចជាថ្ងៃព្រឹត្តិការណ៍ហៅព្រឹត្តិការណ៍អង្គសមិទ្ធចាជ័យពីយាននេះនៅខាងសាលាសិល្បៈហ្នឹងក៏សាស្ត្រាចារ្យហើយណាព្រោះតាំងពីជំនាន់គាត់នៅក្នុងតាមខ្ញុំនៅក្នុងជាមួយគាត់ព្រោះតែបាត់តែខ្ញុំមិនបានទៅបង្រៀនហើយចៃឬអីគាត់ចាប់ដៃចាប់ជើងទីតែក៏មានអ្នកខ្លះគេមើលមកខ្ញុំតាមរយៈការសម្ដែងមកខ្ញុំជាពិសេសអ្នកមាននិស្ស័យនិងវិស័យសិល្បៈមកទៅហើយអ្នកក៏យកតាមអ្វីដែលជាអំពើល្អការសម្ដែងល្អរបស់ខ្ញុំយកទៅបន្តទៀតដែរហើយមិនបានចាប់ដៃណាធ្វើអ្វីមួយអត់ព្រោះការសម្ដែងរបស់ខ្ញុំទីនោះគឺខ្ញុំមិននិយាយប៉ះពាល់អីដល់សង្គមជាតិប៉ះពាល់ដល់ព្រះមហាក្សត្រប៉ះពាល់ដល់សាសនាព្រោះយើងសិល្បករបើសិនជាយើងពីនឹងទៅនឹងគឺថាខ្ញុំបានប្រាប់ផ្ញើដល់គ្រូសិល្បករក្នុងក្រៅពីឆ្នាំដែរយើងរស់ក្រោមបាវចនាជាតិសាសនាព្រះមហាក្សត្រដូច្នេះយើងធ្វើយ៉ាងម៉េចឲ្យប៉ះពាល់ជាតិគឺមានគេអ្នកអត់ស្រាយហើយសាសនាគឺយើងគោរពណាសំពះយើងហើយនឹងព្រះមហាក្សត្រជាតិសាសនាព្រះមហាក្សត្រគឺប៉ះពាល់យើងនឹងធ្វើយ៉ាងម៉េចបំរើឲ្យរូបបរមបំរើឲ្យការសប្បាយរបស់បងប្អូនប្រជាពលរដ្ឋជាពលរដ្ឋគឺជាជនយើងតែក្នុងន័យអប់រំអ្វីដែលជាអំពើខុសឆ្គងយើងឲ្យបងប្អូនដឹងណាថាអ្វីដែលជាអំពើខុសអ្វីដែលជាអំពើល្អ